អត្ថបទវិភាគព្រំដែនទឹកកម្ពុជាថៃសេចក្តីផ្ដើមបញ្ហាព្រំដែនទឹករវាងកម្ពុជានិងថៃឡែនគឺជាបញ្ហាដែលមានសារៈសំខាន់ទាំងផ្នែកនយោបាយសេដ្ឋកិច្ចសន្តិសុខនិងធនធានធម្មជាតិតំបន់សមុទ្រដែលមានការទាមទារត្រួតស៊ីគ្នាស្ថិតនៅក្នុង Gulf of Thailand ដែលជាតំបន់សម្បូរទៅដោយប្រេងអូស្មန်ធម្មជាតិនិងធនធានជលផលបញ្ហានេះបានបន្តអស់រយៈពេលជាច្រើនទសវត្សរ៍ហើយក្លាយជាបញ្ហាដែលទាមទារការចរចាដោយសន្តិវិធីនិងការគោរពច្បាប់អន្តរជាតិប្រវត្តិនៃជម្លោះព្រំដែនទឹកក្រោយពីប្រទេសទាំងពីរទទួលបានឯករាជ្យការកំណត់ព្រំដែនសមុទ្រមិនទាន់មានភាពច្បាស់លាស់កម្ពុជានិងថៃបានប្រើវិធីសាស្ត្រផ្សេងគ្នាក្នុងការគណនាខ្សែព្រំដែនសមុទ្រភាគីកម្ពុជាផ្អែកលើគោលការណ៍ខ្សែស្មើចម្ងាយ Equidistance Line ភាគីថៃប្រើវិធីសាស្ត្រផ្អែកលើទិសឆ្នេរសមុទ្រនិងកត្តាភូមិសាស្ត្រផ្សេងៗការបកស្រាយខុសគ្នានេះបានធ្វើឲ្យមានតំបន់ទាមទារត្រួតស៊ីគ្នាប្រមាណជាង 26,000 គីឡូម៉ែត្រការ៉េនៅក្នុងឈូងសមុទ្រថៃសារៈសំខាន់នៃតំបន់ព្រំដែនទឹក 1. ធនធានប្រេងនិងអូស្មန်តំបន់ជម្លោះត្រូវបានគេជឿថាមានបម្រុងប្រេងនិងអូស្មန်ធម្មជាតិយ៉ាងច្រើនប្រសិនបើអាចអភិវឌ្ឍបានវាអាចជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនិងកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល 2. ធនធានជលផលព្រំដែនទឹកគឺជាតំបន់នេសាទសំខាន់សម្រាប់ប្រជាពលរដ្ឋទាំងសងខាងការមិនច្បាស់លាស់នៃព្រំដែនបង្កឲ្យមានការចាប់ខ្លួនអ្នកនេសាទនិងភាពតានតឹងជាញឹកញាប់ 3. សន្តិសុខនិងអធិបតេយ្យភាពការគ្រប់គ្រងដែនសមុទ្រទាក់ទងដោយផ្ទាល់ទៅនឹងអធិបតេយ្យភាពជាតិប្រទេសទាំងពីរតែងប្រុងប្រយ័ត្នមិនឲ្យបាត់បង់ផលប្រយោជន៍ជាតិរបស់ខ្លួនកិច្ចព្រមព្រៀងនឹងការចរចាកម្ពុជានិងថៃធ្លាប់បានព្យាយាមចរចាជាច្រើនលើកដើម្បីដោះស្រាយបញ្ហានេះក្នុងឆ្នាំ 2001 ភាគីទាំងពីរបានចុះអនុសារៈយោគយល់ MOU ស្ដីពីការអភិវឌ្ឍរួម Joint Development Area JDA ដើម្បីអនុញ្ញាតឲ្យប្រទេសទាំងពីរអាចទាញយកផលប្រយោជន៍ពីធនធានរួមដោយមិនទាន់កំណត់ព្រំដែនច្បាស់លាស់ជាមុនទោះជាយ៉ាងណាការអនុវត្តនៅតែជួបបញ្ហាដោយសារកត្តានយោបាយក្នុងស្រុកនិងការប្រែប្រួលទំនាក់ទំនងរវាងប្រទេសទាំងពីរវិភាគបញ្ហាចំណុចវិជ្ជមានការចរចាដោយសន្តិវិធីជួយបញ្ជិះចំនួនយោធាការអភិវឌ្ឍរួមអាចផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចដល់ប្រទេសទាំងពីរការគោរពច្បាប់អន្តរជាតិជួយពង្រឹងស្ថិរភាពតំបន់ចំណុចអវិជ្ជមានជាតិនិយមអាចបង្កឲ្យមានភាពតានតឹងការពន្យាពេលចរចាបណ្ដាលឲ្យបាត់បង់ឱកាសសេដ្ឋកិច្ចការចាប់ខ្លួនអ្នកនេសាទនិងបញ្ហាសន្តិសុខសមុទ្រនៅតែបន្តកើតមានដំណោះស្រាយអាចធ្វើបាន 1. បន្តការចរចាដោយសន្តិវិធីនិងគោរពច្បាប់អន្តរជាតិ 2. បង្កើតតំបន់អភិវឌ្ឍរួមឲ្យមានប្រសិទ្ធភាព 3. ពង្រឹងកិច្ចសហប្រតិបត្តិការនេសាទនិងសន្តិសុខសមុទ្រ 4. ជំរុញទំនាក់ទំនងល្អរវាងប្រជាជននៃប្រទេសទាំងពីរ 5. ប្រើយមការអន្តរជាតិដូចជា United Nations និងអនុសញ្ញាច្បាប់សមុទ្រ UNCLOS ក្នុងការដោះស្រាយជម្លោះសេចក្តីសន្និដ្ឋានបញ្ហាព្រំដែនទឹករវាងកម្ពុជានិងថៃឡែនមិនមែនជាបញ្ហាដែលអាចដោះស្រាយបានក្នុងរយៈពេលខ្លីទេប៉ុន្តែការបន្តចរចាការគោរពច្បាប់អន្តរជាតិនិងការសហការលើផលប្រយោជន៍រួមគឺជាវិធីល្អបំផុតក្នុងការរក្សាសន្តិភាពនិងអភិវឌ្ឍតំបន់ប្រសិនបើប្រទេសទាំងពីរអាចឈានដល់កិច្ចព្រមព្រៀងបាននោះវានឹងផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចនិងស្ថិរភាពនៅតំបន់អាស៊ីអាគ្នេយ៍